ប្រូធីមណាដែលនឹងយកមេដាយជូនជាតិនៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី33នៅឯប្រទេសថៃនឹងបានការឧបត្ថម្ភចំនួន$20,000ពីអ្នកអង្គការលៀងមេឃបន្ទាប់ពីលើដំណឹងមួយនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនទោះជាឥឡូវខ្ញុំអត់នៅក្នុង Pro Team ទៀតក៏ដោយប៉ុន្តែខ្ញុំមានអារម្មណ៍ថានេះគឺជាការដើរបានមកជំហានទៀតហើយសម្រាប់ e-sport របស់យើងដោយសារតែមានការមើលឃើញពីសំណាក់អ្នកអង្គការបែបនេះហើយមិនត្រឹមតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាគាត់ក៏បានប្រកាសជាមួយនឹងការប្រកួតមួយខាងមុខដែរដែលជាកម្រិតមេគង្គហើយខ្មែរយើងនឹង host ធ្វើជាម្ចាស់ផ្ទះទៀតផងដែលការប្រកួតនោះគឺមានឈ្មោះថា Viking Mekong Warrior Invitational Tournament ដែលនេះគឺជា tournament នៅក្នុងតំបន់មេគង្គទាំងអស់តែម្ដងដែលមានដូចជាប្រទេសថៃឡាវមីយ៉ាន់ម៉ាហើយនិងកម្ពុជាយើងដូចគ្នាអញ្ចឹងសម្រាប់ tournament មួយនេះខ្ញុំចាប់អារម្មណ៍ខ្លាំងមែនតើហើយខ្ញុំនឹងតាមដានហើយនឹង update ព័ត៌មានទៅកាន់អ្នកទាំងអស់គ្នាទៀតព្រោះថានេះគឺជាលើកទី3ហើយដែលខ្មែរយើងធ្វើជាម្ចាស់ផ្ទះបន្ទាប់ពី SEA Games ហើយនិង MSC កន្លងផុតទៅដែលឥឡូវនេះគឺយើងបាន host ជាមួយនឹងការប្រកួតមួយទៀតហើយដែលជាការប្រកួត Viking Mekong Warrior Invitational Tournament នឹងតែម្ដងចុះសម្រាប់អ្នកទាំងអស់គ្នាដែលស្រឡាញ់ e-sport ចូលចិត្តមើល e-sport ដូចជាខ្ញុំមានអារម្មណ៍មិនដែរបន្ទាប់ពីបានលើដំណឹងទាំងពីរដែលខ្ញុំនិយាយនេះសម្រាប់ខ្ញុំគិតថាវាល្អខ្លាំងសម្រាប់ប្រទេសយើងហើយក៏ជាការដើរបានមកជំហានទៀតដែរសម្រាប់ e-sport របស់យើងដូចគ្នាហើយជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាចង់ស្ដាប់គាត់និយាយផ្ទាល់អ្នកទាំងអស់គ្នាអាចចូលទៅមើលនៅ Channel Queen Legend បានដែលនៅក្នុង live stream នៅក្នុងវគ្គ Grand Final ហើយសារដល់3ម៉ោងចុច54វិនាទីទៅអ្នកទាំងអស់គ្នានឹងបានឃើញគាត់និយាយជាមួយនឹងការប្រកាសដូចជាការឧបត្ថម្ភទឹកប្រាក់ចំនួន$20,000ទៅកាន់អ្នកដែលបានមេដាយ SEA Games និង announcement ជាមួយនឹងការប្រកួត Viking Mekong Warrior Invitational Tournament ខាងមុខនេះហ្នឹងហើយអ្នកទាំងអស់គ្នាហើយចង់និយាយមួយទៀតថា complete ផឹក Viking ឡាស្កាក៏មានផឹកដែរ